សម្រាប់បងប្អូននៅក្នុងភូមិចាថ្មីឬមួយឃុំគូបលាំងអីដែលត្រូវការម្ហូបកំងត្រូវការគ្រឿងក្លែមអីកំភ្លេចផ្ទះបាយមីរៀមចាថ្មីបងប្អូនថ្ងៃនេះភ្ញៀវគាត់កំងអីឡាបស៊ីគូហើយចុងភៅមាន2នាក់បងប្អូនថ្ងៃណាទៅម៉ែខ្ញុំធ្វើថ្ងៃណាទៅខ្ញុំធ្វើបងប្អូនជួយធ្វើគ្នាបើថាអ្នកណាទៅនេះនោះនឹងធ្វើបងប្អូនតែយើងរសជាតិគឺមកអៀមបងប្អូនហើយម្ហូបកំងមានតែម្ហូបកំងបែបពេលខ្លះទៅមានម្ហូបបែបថ្មីបងប្អូនសាច់តែសាច់ដែលយើងរកបាននេះមកធ្វើឡាបស៊ីគូឲ្យភ្ញៀវគាត់កំងទាំងព្រឹកបងប្អូនខ្ញុំធ្វើផ្ទាល់ដែរភ្ញៀវគាត់កំងយករសជាតិបែបហឹលជួយអែមប្រៃតិចបងប្អូនប្រាប់រសជាតិអីតាមត្រូវការបងប្អូនកំងចង់បានជួយអែមហឹលអីប្រាប់បាននេះធ្វើជាឡាបស៊ីគូនេះគាត់យកតែមកស្លាប់ទេបងប្អូនចង់សាចង់ភ្លក់ឲ្យមករកបានទីតាំងនៅភូមិចាថ្មីបងប្អូនទៅមុខនឹង True Money ចាថ្មីបងប្អូនមានតែមួយកន្លែងទេនឹងបងប្អូនជិះមកពីខាងគោបលាំងបងប្អូនឃើញមានប៉ាយដាក់ហូបកំងមីរៀមចាថ្មីបើមកពីខាងស្បួរមកពីខាងកសលអីបងប្អូនមកដល់ក៏មានមុខ True Money ចាថ្មីបងប្អូនច្បាស់ជិះឃើញហើយទីតាំងនៅភូមិចាថ្មីបងប្អូនហើយតម្លៃសមរម្យទេបងប្អូនសាច់គោសាច់ជ្រូកសាច់មិនអីមានទាំងអស់ហូបកំងយើងមិនមានតែសាច់មិនគោសាច់ជ្រូកទេមានទាំងត្រីកាលណាក៏មានកែបកាលណាទៅក៏មានក្តាមមានខ្យងទៅសាច់ដែលថ្ងៃណាដែលរកបានសាច់អីគឺមានសាច់ហ្នឹងបងប្អូនប៉ុន្តែម្ហូបដែលមានទូទៅពីច្រើនគឺមាននៅក្នុងតូបមានសាច់មិនសាច់គោសាច់ជ្រូកអីអាចមករកបានបងប្អូនចង់ហូបជាជូរអែមហឹលឆាគ្រឿងឆាក្តៅអីអាចធ្វើបានឲ្យតាមត្រូវការរបស់បងប្អូនកំងទាំងអស់បងប្អូនហើយម្សាហើយជាពិសេសមានកញ្ចុះបងប្អូនអង្គុយទេបងប្អូនចង់មកអង្គុយតែតិចអីហូបជាលក្ខណៈគ្រួសារអាចមកបានបងប្អូនបើបងប្អូនដែលជិះកាត់តាមផ្លូវនេះកុំភ្លេចបងប្អូនជួយគ្រប់គ្រងផងបងប្អូនផ្ទះបាយមីរៀមចាថ្មីឃើញថាសាច់គោក៏តំណងដែរមែនអត់បងប្អូននេះហៅឡាបសាច់គោនេះ